សួស្តីថ្ងៃនេះចង់ចែករំលែកហាត់ទៅលើសាច់គោតនិងកាភ្លៅបងប្អូនណាដែលចង់បានសាច់កាភ្លៅសាច់គោតឲ្យណែនឲ្យហាប់ឡើងល្អបងប្អូនអាចលេងតាមក្បាច់ខ្ញុំនេះបានខ្ញុំនឹងចែករំលែកទៅបងប្អូនអញ្ចឹងពេលយើងលេងយើងត្រូវតែបើកជើងខាងក្រោមឲ្យធំចំណិតជើងចេញក្រៅបន្តិចហើយយើងក៏ផ្លូវឬក៏ជង្គង់យើងញែកឲ្យស្មើនឹងជើងខាងក្រោមបងប្អូនកាន់ដុំដែលមកយើងកាន់ទទឹងចឹងមកហើយបងប្អូនពេលយើងអង្គុយផ្ដោតទៅលើសាច់គោតឲ្យតឹងពេលងើបយើងប្រឹងកាភ្លៅឲ្យតឹងវាបានពីរមុខទី1ចូលកាភ្លៅទី2ចូលគោតអញ្ចឹងយើងព្យាយាមផ្ដោតទៅលើកាភ្លៅគោតនឹងឲ្យតឹងមកលេងមួយក្បាច់ទៅ15ដងបងប្អូនលេង4ជុំមកសម្រាប់បងប្អូនចង់លំហាត់ប្រាណបងប្អូនអាចមើលក្នុងវីដេអូនេះសម្រាប់ដែលបងប្អូនមានមៀតស្គមឬក៏ធាត់គឺហាត់បានដូចគ្នាសម្រាប់អ្នកស្គមគាត់ហាត់បានចេញរូបរាងឡើងសស្អាតសម្រាប់អ្នកធាត់គាត់ហាត់អាហ្នឹងឆាប់សម្រក់គីឡូឬក៏ស្រកខ្លាញ់លឿនហាត់ដូចខ្ញុំចឹងមកខ្ញុំចែករំលែកបងប្អូនដែលចង់បានរូបរាងស្រស់ស្អាតអាចហាត់តាមក្បាច់ខ្ញុំនេះបានហើយបងប្អូនត្រូវតែញ៉ាំរបបអាហារឲ្យទៀងពេលហាត់ឲ្យទៀងពេលគេងឲ្យទៀងពេលហើយបងប្អូននឹងបានចេញរូបរាងលទ្ធផលល្អដូចជារូបខ្ញុំចឹង